បើចង់ញ៉ាំខកង្កែបដែលមានរសជាតិឈ្ងុយឆ្ងាញ់អត់មានក្លិនឆ្អាបហើយជាពិសេសនោះបានបបរសដែលឆ្ងាញ់ទៀតកុំភ្លេចមើលវីដេអូនេះណាគ្រឿងផ្សំតិចមែនទែនមានតែ2-3មុខនេះទេអ្វីដែលពិសេសអ្នកទាំងអស់គ្នាត្រូវយកកង្កែបទៅលាងជាមួយនឹងទឹកខ្មេះហើយនឹងអំបិលឲ្យស្អាតមែនទែនតែម្ដងហើយកង្កែបខដែលមានរសជាតិឆ្ងាញ់គឺយើងត្រូវលាយទឹកសោះរបស់វាមុនយើងយកទៅខដំបូងគឺយើងត្រូវប្រើទឹកប្រេងខ្យងជាមួយនឹង2ស្លាបព្រាបាយទឹកស៊ីអ៊ីវប្រេងល្ងបន្តិចទឹកស៊ីអ៊ីវខាប់ម្សៅស៊ុបសញ្ញារមៀសហើយថ្ងៃនេះគឺខ្ញុំដាក់ម្រេចដើម្បីកាត់ក្លិនឆ្អាបម្រេចនេះឈ្ងុយឆ្ងាញ់មែនទែនម្រេចខ្មែររបស់យើងផ្ទាល់តែម្ដងថែមអំបិលបន្តិចផងហើយអ្នកទាំងអស់គ្នាយកទៅប្រឡាក់ជាមួយកង្កែបរបស់យើងចោលប្រហែលជាទុក10នាទីអីចឹងទៅដើម្បីឲ្យចូលជាតិល្អចំណែកការធ្វើបបរសឲ្យមានរសជាតិឆ្ងាញ់អ្នកទាំងអស់គ្នាលាយអង្ករត្នោតពាក់កណ្ដាលខ្សាយពាក់កណ្ដាលហើយយើងលាងឲ្យទឹកឲ្យស្អាតទៅដាក់ស្លឹកតើយបន្តិចចូលទៅរងាស់ដាំធម្មតារសជាតិគឺឆ្ងាញ់ដូចនៅក្នុងហាងអញ្ចឹងវិធីធ្វើខកង្កែបគឺយើងដាក់ខ្លាញ់ដាក់ខ្ញីខ្ទឹមហើយនឹងម្ទេសក្រៀមលេញវាឲ្យឈ្ងុយហើយយើងថែមស្ករបន្តិចដែរស្ករគឺយើងប្រើស្ករត្នោតគឺវាឈ្ងុយឆ្ងាញ់ជាងស្ករធម្មតាចាប់ផ្ដើមកគ្រឿងឲ្យឡើងក្រហមឈ្ងុយហើយកង្កែបដែលយើងប្រឡាក់ទុកមិញហ្នឹងគឺចាក់ចូលមកអ្នកទាំងអស់គ្នាធ្វើបែបនេះសាច់កង្កែបយើងឡើងរឹងហើយអ្វីដែលសំខាន់គឺចូលជាតិបានល្អកុំភ្លេចថែមជាមួយនឹងស្រាចិនប្រហែលជាកន្លះវែកផងដើម្បីឲ្យវាកាន់តែឈ្ងុយឆ្ងាញ់ហើយកាត់ក្លិនឆ្អាបបន្ថែមទៀតអញ្ចឹងយើងរមាស់តែប្រហែល10នាទីអីបានហើយសាច់កង្កែបល្មមហើយថែមជាមួយនឹងស្លឹកខ្ទឹមហើយចុងបញ្ចប់ហ្នឹងអ្នកទាំងអស់គ្នាដាក់ជាមួយនឹងទឹកម្សៅឆាដើម្បីឲ្យទឹកខរបស់យើងកាន់តែខាប់សម្រាប់ខនេះគឺយើងយករសជាតិរៀងដិតបន្តិចអញ្ចឹងប្រៃផ្អែមហ្នឹងអ្នកទាំងអស់គ្នាភ្លក់ទៅណាបើថាស្ទើអីគឺយើងអាចថែមតាមនឹងទៀតហើយសម្រាប់វិធីបបរដែលលាយអង្ករត្នោតនិងអង្ករខ្សាយនេះអ្នកទាំងអស់គ្នាញ៉ាំទៅគឺឆ្ងាញ់ដូចនៅក្នុងហាងអញ្ចឹងកុំឆ្ងល់ថាម៉េចបានក្នុងហាងគេធ្វើទៅឆ្ងាញ់បបរសងតែយើងអត់ឆ្ងាញ់ធ្វើតាមនេះណា